ចាថ្ងៃនេះមានមុខម្ហូបងាយងាយជៀនពងទាជាមួយនឹងឆៃពៅផ្អែមបងប្អូនរូបមន្តពិសេសចាជាបន្តមកទៀតនេះខ្ញុំហាន់ឆៃពៅជាចំណិតទូចសិនដើម្បីវាយកវាទៅរំលីងជាមួយនឹងខ្ទឹមសរបស់យើងណាអានេះធីសាស្ត្ររបស់ខ្ញុំទេបើមកអ្នកខ្លះគេហាន់ឆៃពៅផ្អែមហ្នឹងជាចំណិតទូចហើយគេលាយជាមួយនឹងពងទាលាយគ្រឿងយកទៅចៀនហ្មងតែនេះសម្រាប់ខ្ញុំរូបមន្តខ្ញុំតពីគ្រួសារមកអញ្ចឹងណាចាឥឡូវយើងយកឆៃពៅផ្អែមរបស់យើងហើយនឹងខ្ទឹមសរបស់យើងហ្នឹងបំពងជាមួយនឹងគ្នារៀងឈ្ងុយតិចទៅជាមួយនឹងឆៃពៅផ្អែមហ្នឹងបំពងវារៀងឈ្ងុយជាមួយនឹងឆៃពៅទៅយើងដួសវាទៅមកខាងសិនណាបងប្អូនទុកឲ្យវាត្រជាក់សិនចាំយើងយកទៅលាយជាមួយនឹងពងទារបស់យើងចាពងទារបស់យើងខ្ញុំមានចំនួន3គ្រាប់ពងទាក៏បានពងមាន់ក៏បានដែរបងប្អូនចាមានចំនួន3គ្រាប់ចាឥឡូវនេះខ្ញុំចាក់ឆៃពៅផ្អែមដែលខ្ញុំបានលេងជាមួយនឹងខ្ទឹមសហើយចាក់ចូលនៅពងទារបស់យើងរួចហើយយើងផ្សំគ្រឿងប៊ីចេងស្ករស៊ុបខ្នុរហើយនឹងម្រេចទៅយើងដាក់តែល្មមទៅបានដែរបងប្អូនព្រោះអីឆៃពៅវាមានជាតិប្រៃជាតិផ្អែមស្រាប់អញ្ចឹងណាបងប្អូនចាហើយបន្ទាប់ពីនឹងទៀតមកគឺខ្ញុំវាយវាបែកចូលជាតិអញ្ចឹងទៅណាបងប្អូនចូលជាតិហើយចាំយើងយកវាទៅចៀនចាវិធីសាស្ត្រនេះងាយទេបងប្អូនហើយលឿនហើយឆ្ងាញ់ទៀតអញ្ចឹងណាចាឥឡូវបន្ទាប់ពីនឹងមកទៀតគឺខ្ញុំដាក់ចៀនពងទាដាក់ខ្លាញ់ឲ្យយើងសល់ពីបំពងឆៃពៅផ្អែមរបស់យើងហ្នឹងចាឥឡូវហ្នឹងខ្ញុំដាក់ចៀនហើយអញ្ចឹងចាចៀនត្រឡប់ចៀនតាមមកត្រឡប់ចឹងនិយាយថាចៀនតាមមកត្រឡប់ទៅគឺឆ្អិនហើយបងប្អូនអត់យូរទេចាឥឡូវនេះឆ្អិនហើយបងប្អូនមកពេញចិត្តវីដេអូខ្ញុំជួយ Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីបានវីដេអូថ្មី